បុនអ្នករៀបចំឲ្យគេវឹកហាត់នៅទីនេះស្ដីពិសេសមួយចុះហើយនេះបន្តបដូរក៏ឲ្យទៀតកាយសាយທາງជ័យទៅបណ្ដល់ហើយបើសិនជាត្រោះត្រួយពួកឯងប្រកាសជាមានបញ្ហាអីជិះណាអូខ្ញុំយល់ហើយពួកអញក៏ចង់ចាប់បិសាច4ក្បាលនោះដែរមែនទេក្រាបទូលស្ដេចបិសាចពួកគេគឺជាបិសាចដែលតាមទូបង្គំដល់ទីនេះក៏តែពេលរំខានទូបង្គំវឹកហាត់អញ្ចឹងតើបាននៅធ្វើពុតទៀតខ្ញុំយល់ហើយយល់ហើយអាម្នាក់ចាំលៀងនោះពួកយើងទៅចាប់បិសាច4ក្បាលជាមួយគ្នាមកតាមខ្ញុំពួកយើងទៅត្រៀមជាមួយគ្នាល្អណាស់លោកបោកខ្ញុំបានទេពួកលោកទៅជាអ្នកស្វែងរកកពីធម៌ពិតប្រាកដពេលចាប់ពួកគេបានខ្ញុំត្រូវតែសម្លាប់អាស្វាខ្លាយៗនោះដោយផ្ទាល់ដៃសងសឹកឲ្យបងប្រុសខ្ញុំព្រះអង្គទូបង្គំសន្យាថានឹងធ្វើជាអ្នកសម្ដែងទាំង4ឲ្យទ្រង់ចរចាជាមួយស្ដេចបិសាចមិនចង់រស់ហើយពួកឯងចង់ស៊ីសាច់ថាំងជ័យមើលទីពួកយើងអាចដែរអ្នកសម្ដែងទាំង4យ៉ាងហោចណាស់ក៏បានក្រលៀន2ដែរទីនេះពិតជាក្រំដាជាងនៅឡាងព្រំស្ដេចមែនយើងស៊ីក្មេងៗដើម្បីបង្កើនកម្លាំងទើបអាចយកឈ្នះស៊ុនអ៊ូខុងពួកឯងក៏បានសាច់ថាំងជ័យដែរពេលនេះពួកឯងយល់ហើយឬនៅឆាប់ទៅដូរកៅអៅទៅនេះចាំអីទៀតមកពួកឯងមកដូរខ្ញុំដូរសុំទោសពេលឯងជួបខ្ញុំដំបូងមិនបានប្រាប់ខ្ញុំរឿងនេះទេខ្ញុំតែចង់បានសាច់ທາງជើងរហូតមកពេលនេះមានហើយនៅចង់បានអីទៀតខ្ញុំនៅមានឪពុកម្ដាយប្អូនប្រុសប្អូនស្រីទៀតបើពួកគេបានស៊ីសាច់ທາງជើងមិនល្អទេអីក្រាបទូលព្រះអង្គខាងនេះធំពេកហើយពាក់ក្បាំងមុខទៅមកនេះព្រះអង្គពិតជាអស្ចារ្យមែនគ្រាន់បើហើយហើយដែលបានជាឯងមិនបដូរđể chậm mấy tiết chậm bắt đầu cái áo tư chậm lại không được có bạn tự miếng sạch thằng chơi hai mình xì nhưng mình chưa thả nơi miếng bày sạch bẹp đi tiết nụ tìខ្ញុំមិនចុះបិសាចទេខ្ញុំជាមហាទេពស្មៅមេឃសូមរាយការណ៍ស្ដេចបិសាចអាសនៈបូជារៀបចំរួចហើយសូមយើងពិនិត្យនេះក្រុមខ្លារខិនបោះគេចូលក្នុងគុកដាក់ទោសឲ្យធ្ងន់ធ្ងរចាំមើលគេមិនស្ដាប់បង្គាប់ទៀតទេក្រាបទូលនាំគេទៅមេក្រុមខ្លារខិនរកថាទៀតទៅបើមិនចឹងគុំសង្ឃឹមបានសាច់ខាងជ័យស៊ីការពិតស្វាក្បាលរឹងមែននៅពេលគេស្ងប់អារម្មណ៍ខ្ញុំបញ្ចុះបញ្ចូលគេម្ដងទៀតពួកយើងតែ3នាក់ចាប់ផ្ដើមវឹកហាត់ទៅសេចក្ដីទី2ខ្ញុំពេលនេះឯងលែងជាសង្សារទៀតហើយអាចនិយាយបានអាចធ្វើអីខ្ញុំចង់ទៅវិញទៅណាត្រឡប់ទៅភ្នំឡាងមិនចង់ស៊ីសាច់ថាជ័យទេហ៎ខ្ញុំមិនអាចនិយាយថាចង់ហូបសាច់ថាជ័យទេពេលខ្ញុំមកជាមួយនឹងពួកឯងនិយាយថាទៅចំណងធေါ်ដើម្បីមានជីវិតអមតៈមែនទេបាន